នេះយើងកំពុងតែលាងទឹកកង្កែបកែបនេះគឺជាកូនដែលពូជចុងក្រោយវគ្គទី2ដែលយើងរក្សាវាទុកធ្វើពូជសម្រាប់ឆ្នាំ2026អានេះដែលយើងបង្កាត់ឆ្នាំ2025ចុងខែឥឡូវយើងឆ្នាំ2026យើងទុកវាធ្វើពូជហើយអានេះយើងអាចបង្កាត់ពូជវាបាននៅថ្ងៃនៅដើមខែ5យើងអាចបង្កាត់ពូជបានឥឡូវវាអត់ទាន់គ្រប់អាយុកាលដែលយើងអាចបង្កាត់វាបានទេចឹងបងប្អូនអ្នកបង្កាត់ពូជអញ្ចឹងបងប្អូនត្រូវដឹងណាបាទហើយនេះយើងថែទាំវារបៀបថែទាំគឺយើងត្រូវតែរៀងទឹកវាជារៀងរាល់ថ្ងៃករណីពិសេសបើសិនជាយើងរវល់ខ្លាំងក្នុងកិច្ចការងារមានធរៈចាំបាច់ទៅធ្វើអ្វីមួយគឺយើងអាចទុកវាចោលពី3ថ្ងៃបានហើយយើងទៅធ្វើអីដែលយើងត្រូវធ្វើទៅអត់ងាប់ទេគ្រាន់តែថាសុខភាពវាអន់តិចតួចតែបន្ទុកពី3លើសពី3ថ្ងៃទៅ4ថ្ងៃ5ថ្ងៃចាប់ផ្ដើមងាប់ហើយព្រោះវាអត់អីស៊ីហើយវាស្អុយទឹកវាពុលទឹកវាហ្នឹងក៏ងាប់ដែរអញ្ចឹងណាអញ្ចឹងបងប្អូនអ្នកស្រឡាញ់វិស័យកសិកម្មត្រូវដឹងចំណុចហ្នឹងដែរមិនមែនថាត្រូវតែស្អាតរាល់ថ្ងៃថែរាល់ថ្ងៃអាហ្នឹងវាចាំបាច់ត្រូវតែរាល់ថ្ងៃចាំប៉ុន្តែបើក្នុងករណីចាំបាច់យើងមានធរៈអីតាំងខ្លាច់ធ្វើកើតអីអត់ទេណាអត់អីទេមួយថ្ងៃ2ថ្ងៃ3ថ្ងៃអត់បញ្ហាតែបើ4ថ្ងៃ5ថ្ងៃឡើងសុខភាពអន់ចាប់ដើមងាប់លើអាហ្នឹងក៏វាចឹងដែរភាសាវាទីធ្លាតូចទីកន្លែងតូចហើយយើងទុកវាចោលចាំចំណៃក៏យើងមិនបានដាក់ទៀតដឹងតែសាណាបាទអញ្ចឹងបញ្ជាក់ថាអានេះគឺពូជល្អដែរមើលទៅរៀងវាអុកពូជល្អដែរដើម្បីយើងអាចទុកធ្វើមីពូជបានហេតុអីបើថាល្អបងប្អូនក៏លេខមើលទៅពោះវាណាអ៊ីងអុកណាពោះដែលមានគេថាកង្កែបដែលល្អគឺកង្កែបដែលមានក្បាលពោះធំណាបងប្អូនត្រូវចាំច្បាស់អាហ្នឹងកង្កែបធ្វើមីពូជបានហើយតែបើកង្កែបរៀងស្លីម កង្កែបហ្នឹងអត់អាចធ្វើមេពូជបានទេពីព្រោះវាអត់អាចបង្កើតពងបានច្រើនបានទេណាអញ្ចឹងអត់ណាគេអ៊ីងពោះវាកំប៉ុងណាធ្លាក់បែបតឹងណែនធ្លាក់យាហ្នឹងហើយយើងអាចទុកវាធ្វើមេពូជបានហើយអានេះខ្ញុំអត់ទាន់បានរើសវាទេដោយសារខ្ញុំទុកមួយចំនួនប៉ុណ្ណាទុករើសវាសម្រាប់វគ្គទី2បានន័យថាយើងសម្រាប់ដើមឆ្នាំ2026យើងទុកមេពូជរួចហើយអានេះយើងទុកមេពូជថ្មីទៀតកុំឲ្យវាជន់ឈាមគ្នាសម្រាប់ឆ្នាំ2026ដែរតែពាក់កណ្ដាលឆ្នាំបានន័យថាខែ5ដើមខែ5គឺយើងអាចបង្កាត់វាបានហើយអាទាំងអស់នេះហ្នឹងណាអូខេវីដេអូហ្នឹងចែកជូនបងប្អូនប៉ុណ្ណឹងព្រោះឥឡូវកំពុងតែលាងទឹកវានេះសម្អាតវាបើកទឹករ៉ែថតឲ្យបងប្អូនមើលសិនហើយហ្នឹងហើយថតរួចសម្អាតហើយស្អាតហើយបើកទឹកសម្រាប់ហើយអានេះនៅបោះសម្អាតម្ដងទៀតដើម្បីវាកាន់តែស្អាតសុខភាពវាល្អវាធំធាត់ហើយខ្លាយទៅជាមេបែល្អពូជដែលល្អសម្រាប់ឆ្នាំក្រោយព្រោះតម្រូវការរបស់បងប្អូនយើងច្រើនហើយទីផ្សារខ្ពស់គង់មិនទាន់គ្រប់អញ្ចឹងយើងពង្រីកទីផ្សាររបស់យើងបន្ថែមទៀតដើម្បីផ្គត់ផ្គង់ទៅលើទីផ្សារផ្នែកកសិកម្មចិញ្ចឹមកង្កែបអូខេអរគុណច្រើនសម្រាប់បងប្អូនទស្សនាហើយកុំភ្លេចជួយ Subscribe ម្នាក់មួយផងសម្រាប់បងប្អូនដែលមិនទាន់ Subscribe តែ Channel មើល Channel មួយនេះបាទអរគុណច្រើនជួបគ្នាវីដេអូថ្មីជាបន្តទៀតជូនពរបងប្អូនអស់មានសុខភាពល្អសំណាងល្អនិងជោគជ័យក្នុងជីវិតការងារ